ចឹងទាំងអស់គ្នាដឹងហើយ quick ratio គឺយើងរកលទ្ធភាពនៃការសងបំណុលប៉ុន្តែពន្លឿនឲ្យកាន់តែលឿនជាងមុនដោយអត់មានអីគេយ៉ាដល់អត់មានសន្តិទេគឺអត់មាន inventory ចឹងរូបមន្ត quick ratio ស្មើនឹង current asset ដកជាមួយ inventory ចឹងឃើញទេដល់នេះដកហើយយើងយកមកចាយជាមួយនឹង current line មួយទៀតនៅក្នុងវេលានេះយើងមានរូបមន្តមួយទៀតគឺដើម្បីរក quick ratio យើងយក K and K equivalent បូកជាមួយ marketable security បូកជាមួយនឹង account receivable ហើយយើងយកបញ្ចែកជាមួយនឹង current liability ជាងយើងមានរូបមន្តពីរនេះឥឡូវយើងទៅចំនួនបើតែយើងប្រមើលទៅតម្លៃរបាយការណ៍ក្នុងសភៅហើយយើងយកមកចំនួននេះសម្រាប់ឆ្នាំ2016យើងយកលទ្ធផលរបស់យើងក្នុងរបាយការណ៍សភៅមកចំនួនមកយើងឃើញលទ្ធផលរបស់យើងចែកអស់ឃើញ quick ratio ណា0.59សម្រាប់ឆ្នាំ2017យើងយកលទ្ធផលរបាយការណ៍មកចំនួនយើងឃើញ quick ratio ណា0.03អញ្ចឹងយើងគណនារួចហើយអ្វីដែលយើងត្រូវបកស្រាយគឺលទ្ធផលតើក្រុមហ៊ុនបើសិនជាពន្លឿនដល់ឲ្យមាន inventory តើក្រុមហ៊ុនមានលទ្ធភាពសងទេដែរឬក៏អត់អញ្ចឹងមានករណីពីរដែលខ្ញុំបង្ហាញដល់គ្នាករណី quick ratio វាធំជាងស្មើមួយមានលទ្ធភាពសងទេមានចាបើសិនជាអូនរកលទ្ធផលនេះឃើញធំជាងស្មើមួយបានន័យថាលទ្ធភាពនៃការសងបំណុលពន្លឿននៃការសងបំណុលរបស់ក្រុមហ៊ុនគឺមានលទ្ធភាពសងដល់ប្រសើរតែបើសិនជាវាទៅជាងមួយបានន័យថាម៉េចអស់នេះមានលទ្ធភាពសងទេអត់មានលទ្ធភាពសងទេបើអត់មាន inventory តតែទៅលក់ inventory មកទៅអាចសងទេគ្រប់ឬក៏មិនគ្រប់ទៅតាមអញ្ចឹងសរុបចុងក្រោយសម្រាប់លទ្ធផលដែលយើងទទួលបាននៅក្នុងការចែករំលែកនេះគឺក្រុមហ៊ុនអត់មានលទ្ធភាពពន្លឿននៅក្នុងការសងបំណុលគេទេបើសិនជាបំណុលរយៈពេលខ្លីទេបើសិនជាអត់មានសងយល់ទេបងប្អូនណា